ពួកវាបានលួចយកលុយនិងថង់គេងរបស់ខ្ញុំទៅអស់ហើយខ្ញុំពិតជាមិនដឹងថាត្រូវធ្វើម៉េចបន្តទៀតទេខ្ញុំជឿជាក់លើអ្នកអរគុណច្រើនអំបញ្ញមិញខ្ញុំលួចលុយដោយសារវង្វេងស្មារតីដល់ពេលទៅដល់ម៉ាំងឆេងគ្មានលុយមួយសេនជាប់ខ្លួនក៏ទៅមិនរួចខ្ញុំបានពិនិត្យកាបូបគាត់ហើយគឺពិតជាគ្មានអ្វីសោះគាត់ប្រហែលជាមិនបានកុហកទេពេលទៅដល់ម៉ាំងឆេងខ្ញុំនឹងឲ្យថ្លៃធ្វើដំណើរ 2000 យួនគិតថាចម្លងឲ្យអ្នកចុះចាំពេលត្រឡប់ទៅវិញមានលុយចាំវេប្រគល់ឲ្យលេងខុសវិញតាមវ័យអ្នកទាំងពីរបានជួយសង្គ្រោះខ្ញុំហើយខ្ញុំថែមទាំងលួចលុយរបស់អ្នកទៀតខ្ញុំពិតជាអាក្រក់ខ្លាំងណាស់ខ្ញុំនឹងសរសេរលិខិតជំពាក់លុយឲ្យអ្នកឥឡូវនេះមិនបាច់ទេអរគុណអ្នកទាំងពីរអ្នកជាមនុស្សល្អបំផុតដែលខ្ញុំធ្លាប់ជួបផ្លូវទៅមុខកាន់តែខ្ពស់ឡើងអ្នកទាំងពីរត្រៀមខ្លួនទប់ទល់នឹងកម្ពស់ដីផងមានរឿងអីហ្នឹងពុកឡានហើយខាងមុខហេតុអីមិនទៅទីភ្នំហើយដុំថ្មធំបានបិទផ្លូវបាត់ហើយនៅលើមានធ្លាក់កំទេចថ្មទៀតឆ្លងទៅមិនរួចទេឆេនវែងធ្វើម៉េចទៅឡានខាងក្រោយមកដល់ដែរហើយពួកយើងថយក្រោយក៏មិនរួចដែរផ្លូវនេះគួរឲ្យខ្លាចណាស់ខាងស្ដាំសំបីតែប្លង់ទប់លំនឹងក៏គ្មានដែរបើឡានរអិលធ្លាក់ទៅសំបីតែស្នាមទឹកគ្របមើលមិនឃើញផងអ្នកនៅចាំលើឡានចុះខ្ញុំចុះទៅមើលបន្តិចអ្នកប្រយ័ត្នខ្លួនផងប្អូនប្រុសមិនបាច់ទៅមើលទេខាងមុខថ្មធំបិទផ្លូវហើយមួយផ្លែតនឹងបើកផ្លូវមិនទាន់ទេចប់ហើយទំនិញជើងនេះច្បាស់ជាយឺតយ៉ាវហើយអញត្រូវសងគេអស់30,000 យួនហើយកន្លែងចង្រៃនេះរងចាំក្រុមសង្គ្រោះយ៉ាងហោចណាស់ទំនិញលើឡានខ្ញុំជាគ្រឿងសមុទ្រស្រស់បើបង្អាក់កន្លះថ្ងៃទៀតគឺរលួយអស់ហើយកុំលោឡាអីពួកយើងជាក្រុមសង្គ្រោះឯកជនដុំថ្មនេះពួកយើងអាចចាត់ការបានប៉ុន្តែប៉ុន្មានដែរឡានតូចមួយគ្រឿង5,000ឡាននេះមិនមែនជាការកាប់ដៅកណ្ដាលក្បាលទេសាហាវពេកហើយជុំវិញនេះរាប់សិបគីឡូម៉ែត្រក្រៅពីភ្នំគឺភ្នំហើយភូមិដែលជិតបំផុតមកដល់ទីនេះយ៉ាងហោចណាស់ក៏ត្រូវចំណាយពេលមួយថ្ងៃដែរពួកឯងចំណេញបានបន្តិចបន្តួចសម្ដីអញហែកមាត់ឡើងទា10,000ហ្មងអញ្ចឹងចាំទៅយ៉ាងណាក៏អ្នកដែលខាត់ពេលគឺជាពួកឯងដែរឆេនវែងពួកមនុស្សប្រុសទាំងនេះសាហាវពេកហើយដឹងបងប្រុសរាល់គ្នាដឹកទំនិញរករកលុយដោយលំបាកតាមផ្លូវត្រូវចាក់សាំងបង់ថ្លៃផ្លូវហូបចុកអាចស្នាក់នៅមិនបានទេរាល់គ្នារៃអង្គាសគ្នាម្នាក់បន្តិចបន្តួចទៅល្មមបានហើយស្រីស្អាតចូលចិត្តចេះដឹងរឿងគេណាមែនទេ000យួនជំនួសពួកវាទៅខ្ញុំនឹងចាប់ផ្ដើមធ្វើការភ្លាមឯងនិយាយម្ដងទៀតមើលប្អូនប្រុសឯងចង់ចេញមុខការពីគេមែនទេជប់ប្រកែកគ្នាទៅតម្លៃនៅត្រង់នេះហើយព្រមព្រៀងគ្នារួចបង់លុយធ្វើការភ្លាមបើយឺតយ៉ាវទៀតមុនមេឃងឹតគុំសង្ឃឹមថានឹងបានទៅណាដឹកទំនិញមួយជើងនេះខ្ញុំបានថ្លៃដឹកតែ8,000ទេឯងទៀតដល់ទៅ10,000បានទេខ្វះ1សេនក៏មិនបានដែរមិនមែនជាការបាក់នំដោយធម្មជាតិទេអាស្អីអាចង្រៃឯងនិយាយស្អីហ្នឹងមានន័យថាម៉េចស្នាមប្រេះនៅលើថ្មនេះមានគែមស្មើគ្នាមានស្នាមកាសដោយឧបករណ៍យ៉ាងច្បាស់មើលទៅទីតាំងដែលបាក់ភ្នំខាងលើទៀតកាន់តែដូចជាមានគេប្រើប្រាស់ឧបករណ៍កាសហើយចិត្តនេះច្រើនដុំថ្មនេះចុះមកក្រោម